ធ្វើដោយម្ដេចទើបអាចរៀបអាពាហ៍ពិពាហ៍មួយត្រឹមត្រូវតាមផ្លូវច្បាប់ដើម្បីឲ្យការរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមផ្លូវច្បាប់គឺត្រូវតែអនុលោមទៅតាមក្រមរដ្ឋវិន័យដែលនៅក្នុងក្រមរដ្ឋវិន័យនេះគឺកំណត់អំពីលក្ខខណ្ឌនៅក្នុងការរៀបអាពាហ៍ពិពាហ៍នៅក្នុងការរៀបអាពាហ៍ពិពាហ៍មានច្រើនលក្ខខណ្ឌដែលត្រូវបំពេញប៉ុន្តែនៅក្នុងចំណុចនេះខ្ញុំសូមធ្វើការលើកឡើងតែពីរលក្ខខណ្ឌអាយុនៅក្នុងការរៀបអាពាហ៍ពិពាហ៍អញ្ចឹងលក្ខខណ្ឌអាយុនៅក្នុងការរៀបអាពាហ៍ពិពាហ៍នេះគឺមានកំណត់នៅក្នុងមាត្រា948នៃក្រមរដ្ឋវិន័យទូទៅបរិះនិងនារីដែលគាត់មិនទាន់បានដល់នីតិភាពនៅក្នុងការរៀបអាពាហ៍ពិពាហ៍គឺគាត់ពុំអាចរៀបអាពាហ៍ពិពាហ៍បានទេនីតិភាពនៅក្នុងការរៀបអាពាហ៍ពិពាហ៍គឺជាទូទៅគឺកំណត់ចាប់ពីអាយុ18ឆ្នាំឡើងទៅប៉ុន្តែបើសិនជាជននោះទទួលបានអត្រាទិន្នភាពក៏អាចរៀបអាពាហ៍ពិពាហ៍បានដែរអញ្ចឹងធ្វើដូចម្ដេចទើបអាចទទួលបាននឹងអត្រាទិន្នភាពអញ្ចឹងអត្រាទិន្នភាពអាចទទួលបានពីរយ៉ាងទី1គឺតាមរយៈដីកាសម្រេចរបស់តុលាការដែលអានីតិជនគឺគាត់អាចដាក់ពាក្យសុំដើម្បីឲ្យតុលាការចេញដីកាសម្រេចហើយអាយុគឺកំណត់ចាប់ពី16ឆ្នាំឡើងទៅគឺគាត់អាចដាក់ពាក្យសុំទៅបានហើយលក្ខខណ្ឌទី2គឺនៅពេលដែលគាត់រៀបអាពាហ៍ពិពាហ៍អញ្ចឹងគឺគាត់នឹងទទួលបាននៅអត្រាទិន្នភាពដែលបានដល់នីតិភាពនៅក្នុងការរៀបអាពាហ៍ពិពាហ៍ប៉ុន្តែនៅក្នុងករណីដែលអាពាហ៍ពិពាហ៍មួយនឹងគឺរៀបការជាមួយនឹងអនីតិជនដែលមានន័យថាភាគីម្ខាងបានដល់នីតិភាពហើយភាគីម្ខាងទៀតគឺមិនទាន់បានដល់នីតិភាពទេមិនទាន់គ្រប់អាយុរៀបអាពាហ៍ពិពាហ៍ប៉ុន្តែគាត់ជាអនិច្ចជនដែលមានអាយុ16ឆ្នាំឡើងទៅគឺគាត់អាចរៀបអាពាហ៍ពិពាហ៍ជាមួយនឹងភាគីម្ខាងទៀតដែលបានដល់នីតិភាពមានន័យថាភាគីម្ខាងបានដល់នីតិភាពហើយភាគីម្ខាងទៀតជាអនិច្ចជនដែលមានអាយុមិនតិចជាង16ឆ្នាំអញ្ចឹងគាត់អាចរៀបអាពាហ៍ពិពាហ៍បានដោយមានការយល់ព្រមពីអ្នកមានអំណាចមេបាឬក៏អាណាព្យាបាលរបស់អនិច្ចជននោះដូច្នេះប្រសិនបើអនិច្ចជននោះគាត់បានដល់អាយុ16ឆ្នាំគាត់មានអាយុ16ឆ្នាំហើយគាត់ការជាមួយនឹងភាគីម្ខាងទៀតដែលបានដល់នីតិភាពប៉ុន្តែមិនមានការយល់ព្រមពីអាណាព្យាបាលក៏មិនអាចរៀបអាពាហ៍ពិពាហ៍បានដែរពីព្រោះលក្ខខណ្ឌគឺតលតែមានការយល់ព្រមពីអាណាព្យាបាលប៉ុន្តែបើសិនបើករណីដែលអាណាព្យាបាលរបស់គាត់បដិសេធមិនឲ្យពួកគាត់រៀបការជាមួយគ្នាតើអាចរៀបការបានអត់អញ្ចឹងគឺនៅតែអាចរៀបការបានដោយត្រូវគោរពនៅលក្ខខណ្ឌក្នុងករណីដែលអាណាព្យាបាលនោះគឺគាត់បដិសេធទៅនឹងអាពាហ៍ពិពាហ៍ដែលគ្មានមូលហេតុសមរម្យអញ្ចឹងភាគីដែលគាត់រៀបអាពាហ៍ពិពាហ៍នោះគឺគាត់អាចដាក់ពាក្យសុំទៅតុលាការដើម្បីឲ្យតុលាការសម្រេចជំនួសអាណាព្យាបាលឬក៏អ្នកមានអំណាចមេបាជំនួសគាត់បានដូច្នេះការរៀបអាពាហ៍ពិពាហ៍បើសិនជាករណីដែលភាគីម្ខាងគាត់ជាអនីតិជនដែលមានអាយុមិនតិចជាង16ឆ្នាំហើយភាគីម្ខាងទៀតគាត់គឺជានីតិជនដែលមាននីតិភាពក្នុងការរៀបអាពាហ៍ពិពាហ៍បើសិនជាករណីដែលគាត់មានទទួលបាននៅការយល់ព្រមរៀបអាពាហ៍ពិពាហ៍ពីអាណាព្យាបាលឬក៏ពីអ្នកមានអំណាចមេបាដោយគាត់បដិសេធអាពាហ៍ពិពាហ៍គ្មានមូលហេតុសមរម្យអញ្ចឹងគឺអ្នកដែលរៀបអាពាហ៍ពិពាហ៍គាត់មានជម្រើស3នៅក្នុងការជ្រើសរើសទី1គឺគាត់អាចរងចាំគាត់ទទួលបានដល់នីតិភាពក្នុងការរៀបអាពាហ៍ពិពាហ៍ដែលមានអាយុ18ឆ្នាំឡើងទៅឬក៏គាត់អាចទៅស្នើសុំអត្រាទិន្នភាពពីតុលាការហើយនឹងទី3គឺគាត់អាចដាក់ពាក្យសុំឲ្យតុលាការសម្រេចជំនួសអាណាព្យាបាលរបស់ខ្លួនបានដូច្នេះការរៀបអាពាហ៍ពិពាហ៍ជាមួយនឹងភាគីម្ខាងជានីតិជនដែលបានដល់នីតិភាពក្នុងការរៀបអាពាហ៍ពិពាហ៍ហើយភាគីម្ខាងជាអនីតិជនដែលមានអាយុក្រោម16ឆ្នាំគឺជាការរៀបអាពាហ៍ពិពាហ៍ដែលមិនត្រឹមត្រូវតាមផ្លូវច្បាប់ដោយសារថាការរៀបអាពាហ៍ពិពាហ៍មួយនោះគឺខុសផ្ទុយទៅនឹងខ្លឹមសារនៃច្បាប់ធ្ងន់ធ្ងរដែលការរៀបអាពាហ៍ពិពាហ៍នោះគឺត្រូវចាត់ទុកថាជាមុខភាពនៃការរៀបអាពាហ៍ពិពាហ៍គឺមានន័យថាគឺអត់មានអានុភាពតាំងតែពីពេលបង្កើតមកម្ល៉េះយ៉ាងណាមិញក្មេងស្រីដែលមិនទាន់ដល់អាយុក្នុងការរៀបអាពាហ៍ពិពាហ៍គោះបីទទួលបាននៅការលើកទឹកចិត្តឲ្យគាត់ទទួលបាននៅការអភិវឌ្ឍខ្លួនការរៀនសូត្រការអប់រំក៏ដូចជាចំណេះជំនាញដើម្បីមុននឹងឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍ហើយឪពុកម្ដាយក៏ដូចជាអាណាព្យាបាលគោះបីជ្រើសរើសផ្លូវមួយក៏ដូចជាការលើកទឹកចិត្តឲ្យក្មេងស្រីដែលមិនទាន់ដល់អាយុរៀបអាពាហ៍ពិពាហ៍ហ្នឹងគឺពួកគាត់ឲ្យទទួលបាននៅការរៀនសូត្រនិងការអភិវឌ្ឍខ្លួន